លេបថ្នាំសរសៃប្រសាទ25ឆ្នាំ ពេលធ្វើទុកម្ដងខ្លាំងដូចយក្ស10ចូលខ្លួនអូស្ដាប់លោកគ្រូពន្យល់ព្រះធម៌នៃព្រះសម្មាសម្ពុទ្ធ2-3 ខែលែងប្រើថ្នាំរហូតមកដល់សព្វថ្ងៃអូបាទសាធុខ្ញុំមានបំណងចង់ជួបលោកគ្រូណាខ្ញុំមានអឺចង់ឲ្យអ្នកមិនតន់ដាក់ចិត្តស្ដាប់ព្រះធម៌ពិតតែពន្យល់ដល់លោកគ្រូយ៉ាងច្បាស់ងាយយល់បាទហ្នឹងហើយនេះក៏ដោយអាស្រ័យឧបនិស្ស័យរបស់គាត់ផងអញ្ចឹងណាបាទបានលេបថ្នាំទល់តែ25ឆ្នាំណាបាទហើយស្ដាប់តែ2-3 ខែហើយអាចឈប់លេបថ្នាំបានបាទខ្ញុំមានអតីតសាមណមិត្តដែរដែលគាត់មានបញ្ហាហ្នឹងហើយមានបញ្ហាទាំងនៅលោកហ្នឹងហើយប៉ុន្តែឲ្យតែគាត់ឆ្ងាយធោះដូចជាចេះតែមានបញ្ហាឡើងវិញដែរបាទតែគាត់កាលណាបើគាត់បានស្ដាប់បាននៅគៀកកិតពធទៅក៏មានការភ្លឺស្វាងឡើងវិញអឺអាចក្លាយជាគ្រូបង្រៀនបានទៀតហ្នឹងហើយប៉ុន្តែបើរៀងឆ្ងាយធោះគឺវាចេះតែមកវិញភាពពិបាកចិត្តរបស់គាត់ហ្នឹងអាចធ្វើឲ្យគាត់លែងចាំបានអញ្ចឹងដែរប៉ុន្តែទីបំផុតនៅតែពធជួយបានហ្នឹងហើយអញ្ចឹងអឺនៅខ្មែរមិនអីទេគង់តែមានពេលជួបខ្ញុំអាចនឹងទៅអឺមិនអាចទេមិនតាន់ច្បាស់ទេអាចនឹងទៅចូលរួមវិសាខបូជានៅខ្មែរឆ្នាំនេះតែមិនតាន់ច្បាស់100%បាទអូជីមបន្លែងសូមបញ្ជាក់បន្តិចថាគាត់អតីតជាគ្រីស្ទៀនបាទហ្នឹងហើយមេគាពធហ្នឹងមិនប្រកាន់ថាមកពីណាទេពីព្រោះវាជាការពិតក្នុងជីវិតនឹងអ្នកមកពីណាក៏បានអញ្ចឹងណាឲ្យតែដាក់ចិត្តស្ដាប់ដោយល្អយើងត្រឡប់ទៅអតីតកាលសម័យព្រះបរមគ្រូដែលព្រះអង្គអឺត្រាស់ដឹងឡើងដំបូងអត់មានពុទ្ធបរិស័ទទេអត់មានពូជពង្សវង្សតកូលបន្តថាកាន់ពុទ្ធសាសនានឹងតាមតំណពីដូនពីតាមកអត់មានសោះហ្មងគឺថាមានតែព្រះអង្គឯងមួយគត់ពេលដែលព្រះអង្គត្រាស់ដឹងឡើងដំបូងសំបីតែមេដាបៃតាព្រះអង្គហ្នឹងក៏គោរពតាមបែបព្រាហ្មណ៍ដែរមុននឹងព្រះអង្គត្រាស់ដឹងហ្នឹងមិនមានអ្នកណានិយាយសច្ចធម៌ទេអត់ទេសារីបុត្រមោគលានដែលជាអគ្គសាវកស្ដាំហ្នឹងក៏មិនមែនមានពូជពង្សជាអ្នកកាន់ពុទ្ធសាសនាដែរហ្នឹងហើយគោរពព្រាហ្មណ៍ពួកព្រហ្មញ្ញនឹងឯងម្ដាយលោកហ្នឹងគឺកាត់កាលណាស់ចំពោះពួកព្រាហ្មណ៍ពួកអីហ្នឹងតែលោកមើលមិនឃើញថាការដើរតាមម្ដាយហ្នឹងអាចរំដោះនៅសេចក្តីទុក្ខពីចិត្តលោកបានលោកក៏ពីរអ្នកសម្លាញ់គឺកោလိតៈដែលយើងស្គាល់ថាមោគលានហ្នឹងក៏ចេញពីផ្ទះទៅបួសបានបួសដំបូងហ្នឹងមិនតាន់ត្រូវទៀតទៅបួសជាមួយនឹងអាចារ្យសិញ្ជ័យហ្នឹងហើយជាមួយអាចារ្យសិញ្ជ័យ
ហើយរៀនមិនបានប្រហែលក៏ចប់ទៅវាឃើញថាមិនបានអឺឃើញផ្លូវរួចចាក់ទុកក្រោយមកក៏បានជួបព្រះសច្ចិស្ដាប់ធម៌ទៅក៏បានសម្រេចមគ្គផលទៅក៏ទៅវល់មិត្តភ័ក្តិហ្នឹងហើយសារីបុត្រដែលឈ្មោះថាទេសៈឧបទេសៈហ្នឹងហើយកាលនោះតែយើងស្គាល់ថាសារីបុត្រហ្នឹងមកពីគេហៅថាបុត្រនាងសារីម្ដាយលោកឈ្មោះសារីហើយបុត្រហ្នឹងកូនគេហៅលោកមួយអង្គដែលជាកូនរបស់នាងព្រាហ្មណ៍ឈ្មោះព្រាហ្មណីឈ្មោះសារីហ្នឹងក៏ជាប់ឈ្មោះលោកថាសារីបុត្រទៅមិនមែនលោកឈ្មោះសារីបុត្រចឹងទេហ្នឹងហើយហ្នឹងហើយក៏បានមកអឺបួសក្នុងសំណាក់ព្រះបរមគ្រូនឹងឲ្យបានคล้ายជាអគ្គសាវកស្ដាំអគ្គសាវកឆ្វេងនិយាយរួមទៅបងប្អូនលោកទាំងអស់មកបួសទាំងប្រុសទាំងស្រីអញ្ចឹងតួពុទ្ធសាសនានេះមិនមែនជាសាសនាពូជពងទេមិនមែនជាសាសនាអឺសម្រាប់អំបូរសម្រាប់ជនជាតិទេអត់ទេគឺថាជាសច្ចធម៌សម្រាប់សត្វលោកគ្រប់គ្នាប្រៀបដូចជាឱសថចឹងណាពធនេះប្រៀបដូចឱសថយើងមើលធម្មតាឱសថណាថ្នាំវាអត់រើសជាតិសាសន៍ទេហ្នឹងហើយទោះផលិតនៅប្រទេសណាឧទាហរណ៍ថាប៉ារ៉ាសេតាមុលចុះហ្នឹងហើយប៉ារ៉ាសេតាមុលហ្នឹងវាជាថ្នាំបំបត្តិកម្ដៅធ្វើឲ្យបាត់ក្ដៅហ្នឹងគឺថាវាមិនមែនជនជាតិណារកឃើញហើយលេបបានតែជនជាតិហ្នឹងឯងយើងខ្មែរយើងតែមិនមែនជាអ្នករកឃើញហ្នឹងឲ្យតែលេបទៅត្រូវដូចគ្នាសច្ចធម៌ហ្នឹងដូចគ្នាគឺសម្រាប់សត្វលោកគ្រប់គ្នាអត់ប្រកាន់ថាមកពីជាតិសាសនាទេតែបើយើងកាន់ពុទ្ធសាសនាបែបប្រពៃណីបែបទម្លាប់អានឹងចូលគ្នាអត់ចុះទេតាមបែបប្រកាន់ណាតាមបែបប្រកាន់គឺចូលគ្នាអត់ចុះទេមួយប្រកាន់ថាពូជពងគេអឺជាអ្នកកាន់គ្រីស្ទៀនពូជពងគេជាអ្នកកាន់មូស្លីមពូជពងគេជាអ្នកកាន់រ៉ូម៉ាញ់សាសនាហើយពូជពងគេជាអ្នកកាន់ពុទ្ធសាសនាកាន់ដោយប្រកាន់ពូជពងអញ្ចឹងណាចូលគ្នាអត់ចុះទេបាទក៏ប៉ុន្តែបើសិនបើដាក់ទម្លាប់នៃការកាន់សាសនាសូម្បីតែពុទ្ធនឹងក៏ដោយហើយមកសិក្សាស្ដាប់ដោយល្អណាចេញឲ្យផុតពីទម្រង់នៃអ្នកកាន់សាសនាចូលទៅដល់ធម៌ហ្នឹងហើយប្រកាសជាបាននៅរសជាតិតែមួយឧបមាថាព្រះអង្គសម្ដែងថាទិដ្ឋេទិដ្ឋមតាំងភវិសតិចឹងគណៈឃើញហ្នឹងគឺវាមានតែធាតុឃើញតែកើតឡើងឥឡូវយើងសួរថាតើជនជាតិណាមិនមានការឃើញមែនទេឃើញមានជនជាតិដែរហើយឃើញមានសាសនាណាដែរឃើញមានជំនឿណាដែរហ្នឹងហើយអញ្ចឹងគ្រីស្ទៀនក៏ឃើញមូស្លីមក៏ឃើញអ្នកកាន់ពុទ្ធសាសនាក៏ឃើញអ្នកអត់កាន់សាសនាក៏ឃើញព្រោះតួឃើញហ្នឹងវាត្រឹមតែជាការឃើញឃើញទេឃើញហើយក៏រលត់ទៅឃើញហើយក៏រលត់ទៅឃើញហើយក៏អស់ទៅឃើញហើយក៏អស់ទៅវាអត់មាននៅតាណាទេអាតួឃើញហ្នឹងដែលជាការសម្ដែងអំពីអនិច្ចតាធម៌ឃើញទេឃើញវាត្រូវទាំងអស់ហ៎បាទអញ្ចឹងកាលណាចូលដល់ធម៌ហើយប្រកាសជាលះចោលនៅទម្រង់ថាខ្លួនឯងពីមុនជាស្អីបានហើយវាណាស់តែចូលមិនដល់ធម៌ហើយកាន់នៅទម្រង់កាន់លទ្ធិសាសនាផ្សេងក៏ទម្រង់កាន់ពុទ្ធសាសនាក៏ទម្រង់អញ្ចឹងទោះកាន់ស្អីក៏ចូលធម៌មិនដល់អញ្ចឹងបានឃើញថ្ងៃមុនលោកអង្ញាណាទេគាត់បង្ហោះក្មួយស្រីម្នាក់គាត់ចេញពីពុទ្ធសាសនាទៅគ្រីស្ទៀនវិញណាហើយគាត់ក៏និយាយរាយរាប់មកថាពីមុនគាត់ធ្វើបុណ្យធ្វើទានសម្បើមហើយប៉ុន្តែកាលនៅកាន់ពុទ្ធសាសនាហ្នឹងចេះតែរឿងខ្មោចធ្វើអីណាគ្រូបាត់ជាយអីចេះតែសែនអញ្ចឹងទៅ
ហ្នឹងហើយឃើញទម្រង់ឃើញកាន់សាសនាតាមទម្រង់កាន់សាសនាតាមម៉ែតាមឪដោយមិនមានការសិក្សាពាក្យបង្រៀនរបស់ព្រះសម្មាសម្ពុទ្ធហ្នឹងឯងហើយអាតាមទម្រង់តាមជំនឿដោយមិនសិក្សាហ្នឹងណាភិក្ខុសាមតិជានឹងវាយល់យូរហើយក៏ត្រូវតែគេជេរតាំងតែពីដើមមកហ្នឹងឯងហើយទីបំផុតទៅវារកក្លឹមខ្លួនឯងអត់ឃើញដែរតាហ្នឹងហើយទីបំផុតរកក្លឹមក្នុងសាសនាហ្នឹងអត់ឃើញក៏ទៅរកអីផ្សេងចឹងទៅប៉ុន្តែតាមពិតចូលអត់តន់ដល់ក្លឹមហ្នឹងអានេះរបៀបអញ្ចេះចូលទៅកាន់ព្រៃដើម្បីទៅរកក្លឹមឈើបាទទៅរកក្លឹមឈើហើយទៅដល់ឃើញតែស្លឹកឈើកតិចកទីដែលវាជ្រុះមកអញ្ចឹងទៅក៏កាន់យកស្លឹកឈើនឹងមកហើយយកមកធ្វើមេក្រេក៏មិនកើតធ្វើអីក៏មិនកើតវាទន់រលាក់រលាក់អាស្លឹកឈើហ្នឹងវាជាចំណែកនៃឈើនឹងដែរតែបំណងទៅរកក្លឹមឈើទេក៏ប៉ុន្តែទៅដល់រកកតិកទីស្លឹកដែលវាឈូសមកហ្នឹងយកទៅធ្វើក្រេក៏មិនកើតធ្វើមេក្រេក៏មិនកើតធ្វើជ្រុញទ្របជើងក៏មិនកើតហើយក៏សន្មត់ហ្នឹងឈើនេះគ្មានក្លឹមសោះអញទៅរកដើមចេកវិញគ្រាន់បើជាងហ្នឹងមែនតែបើយើងទៅរកត្រឹមតែមួយស្លឹកឈើដើមចេកអាចយកមកធ្វើក្បូនបានដើមចេកហ្នឹងអាចយកមកធ្វើអីបដោះអាសន្នបានដែរតារឹងជាងស្លឹកឈើមិនអញ្ចឹងហ្នឹងហើយប៉ុន្តែឈើហ្នឹងមែនតែទៅឈើវាទុនជាងចេកទេអត់ទេអញ្ចឹងវាជាទោសរបស់ឈើឬក៏ទោសអ្នករកឈើមិនឃើញឃើញទេហ្នឹងហើយដែលយើងមកគោរពពុទ្ធសាសនាហ្នឹងយើងវាមិនដែលចូលទៅរកក្លឹមយើងទៅបានឃើញតែទ្រង់ទ្រីស្លឹកឈើទ្រុលទ្រុលទ្រុលស្លឹកឈើហ្នឹងណាដែលយើងចូលទៅឲ្យអែពេញនវត្តហ្នឹងណាឲ្យអែពេញនវត្តមួយច្រើនណាក៏ឋិនឲ្យមនុស្សច្រើនណាហ្នឹងឡងជុំឲ្យមនុស្សច្រើនណាហ្នឹងហើយច្រើនយើងដូចយើងទៅឃើញតែស្លឹកឈើអញ្ចឹងមិនដែលបានក្លឹមទេយូរយកមកធ្វើអីប្រើក៏វាមិនកើតអស់ចិត្តដោយខ្លួនឯងហ្នឹងទុកចិត្តទៅរកដើមចេកដើមលហុងអីវិញទៅយកមកពាក់ទៅប្រក់បានលុកខ្លះឃើញទេនឹងចឹងបាទចឹងដូចជាក្នុងសូត្រដ៏ខ្លីមួយហ្នឹងឧទាហរណ៍ដូចជាសុតេសុតមតាំងចឹងខណៈលឺវាមានតែធាតុលឺឯងវាអត់មានអ្នកណាលឺទេហ្នឹងធម៌ព្រះអង្គសម្ដែងណាក្នុងជីវិតយើងម្នាក់ហ្នឹងខណៈលឺហ្នឹងវាអត់មានអញលឺគេលឺអីទេវាមានតែធាតុលឺទេលឺឲ្យបាត់វាអត់នៅទេលឺហ្នឹងអត់ចុះយើងចាំអាហ្នឹងចាំសញ្ញាដែរលឺហ្នឹងមិនមែនកំពុងលឺទៀតណាឃើញទេចាប់នៅអត់បានទេប្រៀបដូចយើងគូគំនូលើអាកាសតទេអញ្ចឹងណាយកជក់ទៅចលក់ថ្នាំហើយយើងគូលើលំហតទេហ្នឹងគឺតែមកឆ្វាច់ទៅឃើញថ្នាំទៅដែរប៉ុន្តែវាអត់ជាប់ឯលឺអញ្ចឹងលឺឲ្យបាត់អញ្ចឹងសួរតែលឺនឹងសាសនាអីលឺនឹងជនជាតិអីវាអត់មានទេអញ្ចឹងហើយបានអ្នកដែលចូលទៅដល់ធម៌ព្រះពុទ្ធមែនទេហ្នឹងគឺលែងជាប់នឹងទ្រង់ទ្រាយនៃការគោរពខាងក្រៅហ្នឹងហើយតែចូលដល់ធម៌វិន័យមែនទេហើយគឺថាពុទ្ធសាសនាតួពុទ្ធសាសនាហ្នឹងគឺមានតែធម៌និងវិន័យអត់មានរឿងទម្លាប់ទេអត់មានរឿងទម្លាប់អត់មានរឿងជឿតគ្នាអីទេគឺថាចូលទៅដល់ពុទ្ធដីកាមែនទេហ្នឹងគឺពុទ្ធដីកាហ្នឹងគឺជារូបមន្តបំផុសបញ្ញាយើងហ្នឹងឲ្យកើតឡើងចេះវិនិច្ឆ័យរឿងខុសត្រូវអាចមិនត្រឹមតែដឹងរឿងខុសរឿងត្រូវតាមយើងគិតប៉ុណ្ណឹងទេអាចធ្វើឲ្យចិត្តនឹងត្រជាក់បានឲ្យចិត្តនឹងដាក់ចុះនៅការប្រកាន់ជាដើមបានហ្នឹងហើយហើយតាមទ្វាផ្សេងទៀតមុតេមុតមាតាំងណាឃើញណាគណៈដែលប៉ះពាល់តាមច្រមុះដោយប៉ះក្លិនប៉ះរសជាតិប៉ះក្តៅតិចទុនរឹងអីគឺតែវាមានតែធាតុប៉ះតែប៉ុណ្្នឹងប៉ះឲ្យបាត់ហ្នឹងវាអត់មានអ្នកណាអ្នកប៉ះឃើញទេអ្នកណាអ្នកពាល់ទេឃើញទេវាបាត់ទៅតាមចិត្តហ្នឹងគឺថាវិញ្ញាណទេវិញ្ញាណតមតាំងកំណត់គិតរឿងរ៉ាវនឹងវាកើតឡើងវាមានតែការគិតហ្នឹងវាអត់មានអ្នកណាអ្នកគិតទេឃើញរួចខ្លួនណា
រួចខ្លួនពីការឃើញរួចខ្លួនពីការឮរួចខ្លួនពីការដឹងខ្លះដឹងរសផតពៈរួចខ្លួនពីការគិតទៀតវាមានត្រឹមតែចិត្តប្រព្រឹត្តទៅតាមទ្វា6អានឹងឯងដែលរួចពីវត្តដាក់នេះណារួចពីបញ្ចខណ្ឌហ្នឹងគឺរួចត្រង់ដែលថាបញ្ញាកើតឡើងមិនឃើញបុគ្គលណាជាអ្នកឃើញជាអ្នកឮទេវាគ្រាន់តែជាធាតុកើតឡើងប៉ុណ្ណោះអានឹងជាផ្លូវដោះនៅសេចក្តីប្រកាន់ដែលជាហេតុនាំឲ្យអស់នៅសេចក្តីទុក្ខនៅក្នុងខណ្ឌហ្នឹងហ្នឹងហើយឥឡូវយើងមើលការឃើញការឮហ្នឹងឃើញឲ្យបាត់ឮឲ្យបាត់ហ្នឹងសួរថាវាឃើញហ្នឹងជនជាតិអីឃើញហ្នឹងសាសនាអីវាអត់មានទេអត់មានទ្រង់ទ្រាយសាសនាអីទេអត់មានទ្រង់ទ្រាយព្រាហ្មណ៍ទ្រង់ទ្រាយមូស្លីមទ្រង់ទ្រាយគ្រីស្ទានអីអត់ទេហ្នឹងហើយអត់មានទេឃើញត្រឹមតែឃើញហ្នឹងហើយឃើញហើយក៏បាត់ទៅដូចគ្នាអញ្ចឹងបាទអញ្ចឹងបានមានតែចូលទៅដល់មេគាពធទេដែលលទ្ធិខុសពីពុទ្ធសាសនាស្ដាប់ហើយអាចស្វាងបានតែបើយើងយកទំនៀមកាន់តគ្នានឹងយកទៅនិយាយលោកគ្នាហ្នឹងអញពុទ្ធសាសនាឯងមិនមែនពុទ្ធសាសនាហ្នឹងគឺថាយកតែអាហ្នឹងទៅគឺចូលគ្នាមិនចោះទេតែបើយើងចូលទៅដល់ធម៌មែនទេដែលដូចអសុទ្ធនោះវាអត់មានតោះគ្នានៅក្នុងហ្នឹងឯងបើជំងឺដូចគ្នាឧទាហរណ៍ថាបើផ្ដាសាយឬក៏ថាអឺមេរោគព្យាបាលគ្រុនពោះវៀនអញ្ចឹងអ្នកកាន់សាសនាអីក៏គ្រុនពោះវៀនមេរោគដូចតែគ្នាហើយថ្នាំហ្នឹងព្យាបាលវិធីដូចតែគ្នាឃើញទេអញ្ចឹងមេរោគផ្លូវចិត្តមានអីមានលោភៈទោសៈមោហៈហ្នឹងឥឡូវលោភៈរបស់ពុទ្ធសាសនារបស់អ្នកកាន់ពុទ្ធសាសនាមុខមិនរៀងមិនពណ៌មិនហើយលោភៈរបស់អ្នកកាន់គ្រីស្ទានហ្នឹងលោភៈរបៀបមិនវាមិនដូចតែគ្នាហ្នឹងហើយទោសៈសេចក្តីខឹងក្រោធអន់សពួនចិត្តភ័យខ្លាចរន្ធត់ដែលជាទូទោសៈហ្នឹងដែលកើតក្នុងអ្នកកាន់ពុទ្ធសាសនាហើយអ្នកកាន់គ្រីស្ទានហ្នឹងតើទោសៈខុសគ្នាមិនពេលខឹងពេលចិត្តពិបាកពេលស្ដាយក្រោយអីហ្នឹងវាខុសគ្នាល្មិចវាអត់មានខុសគ្នាល្មិចទេដូចតែគ្នាហើយបើចិត្តចេះរាប់អានមានមេត្តាណាមានមេត្តាធម៌អីចឹងណាការរាប់អានគ្នាអីចឹងទៅមេត្តារបស់អ្នកកាន់ពុទ្ធសាសនានិងមេត្តារបស់គ្រីស្ទានហ្នឹងខុសគ្នាល្មិចវាអត់មានអីខុសគ្នាទេករុណាចេះអាណិតអាសូរណាដែលចេះសង្គ្រោះឲ្យទានដល់អ្នកដទៃដោយការសង្គ្រោះវាមានខុសគ្នាណាឃើញទេវាអស់ផ្លាកជាអ្នកជឿអីហ្នឹងបាត់តែខ្ញុំនិយាយច្រើនតិចដោយសារប្អូនដែលនោះលេបឆ្នាំ25ឆ្នាំហើយមកស្ដាប់ធัวពី3ខែអាចអឺឈប់លេបឆ្នាំនឹងបានហ្នឹងគឺមិនឥទ្ធិពលពុទ្ធសាសនាមិនមែនរឿងអីទេគឺរឿងដែលយើងបានទៅដល់ធัวខ្លះដែលជាពន្លឺនៃការគិតហ្នឹងចិត្តហ្នឹងប្រែคล้ายពីការគិតដែលរឿងអវិជ្ជមានច្រើនអញ្ចឹងវាមកគិតរឿងដែលមានប្រយោជន៍ឃើញទេធัวហ្នឹងតម្រង់ការគិតហ្នឹងមិនមែនស្ដាប់ធัวលែងគិតទេគ្រាន់តែថាស្ដាប់ហើយវាតម្រង់ការគិតឲ្យវាត្រឹមត្រូវមនុស្សច្រើនណាចង់លែងគិតចង់ស្ដាប់ធัวឬក៏មានធัวអីខ្ញុំលែងគិតច្រើនអត់ទេកាន់តែស្ដាប់មនុស្សកាន់តែគិតក៏ប៉ុន្តែគិតត្រូវដកពីគិតខុសមកគិតត្រូវវិញអញ្ចឹងណាបាទអត់មានឲ្យចិត្តនឹងឈប់គិតទេឈប់គិតមានខ້ອຍពីមនុស្សស្លាប់ហ្នឹងហើយរិទ្ធី